បាទសូមគោរពនឹងជំរាបសួរប្រិយមិត្តប្រជាជនយើងបាទមានករណីបាទគួរឲ្យរន្ធត់មួយបាទមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 6A បាទចន្លោះស្ពានលេខ 9 និងលេខ 10 ប្រិយមិត្តបាទរវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យបុកម៉ូតូអ៊ំប្រុសដែលធ្វើដំណើរជាមួយនឹងប្រពន្ធរបស់គាត់ដឹកព្រីងយកទៅលក់នៅឯផ្សារបាទប្រែងចាញគឺគាត់ចេញពីច្រកខាងឆ្វេងដៃមកក៏វាក់ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូបាទមួយគ្រឿងទៀតបានបុកពេញទំហឹងបណ្ដាលឲ្យអ៊ំស្រីនោះគឺរងរបួសបាទត្រូវពាល់ខាងឆ្វេងហើយចំណែកប្តីរបស់គាត់បាទជាអ្នកបើកម៉ូតូនោះក៏បណ្ដាលឲ្យបោកខ្លួនក្បាលទៅនឹងខ្នល់បាទបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអនាធមបាទហើយករណីនេះផងដែរគឺបុកបាទវេលាម៉ោង 7 ជាងព្រឹកមកម្លេះបាទប្រិមិត្តយើងបាទត្រូវនឹងថ្ងៃទី 20 បាទខែមីនាឆ្នាំ 2025 ហើយទីតាំងដែលកាត់ហេតុគឺនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចន្លោះស្ពានលេខ 9 និងលេខ 10 ដែលស្ថិតនៅក្នុងសង្កាត់បាក់ខែងបាទខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបាទនោះអ៊ំស្រីយើងឃើញតាកម្លាំងសមត្ថកិច្ចកំពុងតែឲ្យគាត់បាទទទួលបាទឯកសារដូចជាមរណភាពសម្រាប់ប្តីរបស់គាត់ណាហើយយើងអត់ទាន់ដឹងថាប្តីរបស់គាត់ហ្នឹងយកទៅបាទធ្វើបន់នៅកន្លែងវត្តណានៅឡើយទេដោយសារគាត់អត់មានកូនអត់មានចៅអត់មានសាច់ញាតិទេបាទប្រិមិត្តបាទហើយគាត់ស្រែកប្រហោយំខ្លាំងមែនតើតែម្ដងបាទប្រិមិត្តហើយបាទឥឡូវយើងឃើញហើយគឺបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនតើនៅទីតាំងនេះផងដែរបាទប្រិមិត្តបាទចង់សូមមកជួយ share នឹងចែករំលែកបាទម្នាក់មួយពីករណីនេះផងបាទនោះអ៊ំស្រីបាទគឺដាច់ពាល់អស់ហើយចំណាយឯសាកសពបាទប្រិមិត្តយើងគឺនៅខាងលើខ្នល់បាទចំដៃដែលខ្ញុំបាំងណាបាទហើយចំណែកឯសាកសពបន្តិចទៀតហ្នឹងក៏ត្រូវកម្លាំងសមត្ថកិច្ចបាទឲ្យរថយន្តសមុយដើម្បីយកបាទដឹកតាមរថយន្តយកទៅធ្វើបន់ផងដែរយើងអត់ទាន់ដឹងថាយកទៅធ្វើបន់នៅចំណុចបាទវត្តណាមួយនៅឡើយទេបាទប្រិមិត្តបាទអញ្ចឹងសូមមកជួយ share និងចែករំលែកបាទម្នាក់មួយផងបាទនេះអ៊ំស្រីឥឡូវគឺយើងឃើញថាអ្នកដែលស្គាល់គាត់ក៏បានមកដល់ទីតាំងនេះផងដែរបងឲ្យយកគាត់លៀងលបួសបន្តិចសិនទៅអើយបាទប្រិមិត្តយកគាត់លៀងលបួសសិនទៅហឡូអូនហឡូមានតែចឹងឲ្យគាត់នៅទៅនេះព្រោះជាប់ឡាយទីសិនបានអូយកគាត់ទៅប៉ែតសិនណាបងបាទអ៊ំស្រីគាត់ក៏ក្រាញរនាលអត់ព្រមទៅប៉ែតទេបាទប្រិមិត្តបាទឥឡូវគឺយើងឃើញថាបងប្រុសដែលស្គាល់គាត់ត្រូវសាច់ញាតិអីហ្នឹងគឺមកយកលួងគាត់ទៅប៉ែតបាទដើម្បីលៀងរបួសនឹងដេរបួសស្នាមនៅមុខរបស់គាត់បាទប្រិមិត្តយើងបាទអូឥឡូវយើងឃើញថាកម្លាំងសមត្ថកិច្ចអញ្ជើញលោកពូអាចារ្យមកហើយបាទប្រិមិត្តយើងនេះបាទតើឲ្យគាត់លៀងរបួសឲ្យដេរបួសគាត់ទៅសិនណាបងបាទអាណាធម៌មែនតើបាទប្រិមិត្តហើយចំណាយឲ្យសាកសពគឺនៅខាងនោះបាទប្រិមិត្តបាទឥឡូវយើងឃើញថាបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនតើណាប្រងហើយនៅកម្លាំងសមត្ថកិច្ចរបស់យើងគឺលោកមានវត្តមានមកដល់ទីតាំងនេះផងដែរបាទប្រិមិត្តណាបាទចង់សូមមកជួយ share និងចែករំលែកបាទម្នាក់មួយនឹងចូលរួមបាទគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទដូចជាករណីនេះចឹងយើងឃើញថាអ៊ំប្រុសគាត់ចេញពីច្រកអានេះមកបាទប្រិមិត្តយើងគឺចេញច្រកអានេះឆ្លងផ្លូវបាទឆ្លងចិត្តនឹងផុតហើយក៏វាក់ជាមួយនឹងម៉ូតូមួយគ្រឿងទៀតបាទបណ្ដាលឲ្យបុកបាទអ៊ំប្រុសពេញទំហឹងបណ្ដាលឲ្យស្លាប់បាទម្នាក់នឹងរងរបួសបាទទាំងអ្នកបុកនិងប្រពន្ធរបស់គាត់បាទប្រិមិត្តហើយយើងឃើញនេះសិតតែព្រីងនិងត្រប់បញ្ញោអីបាទប្រិមិត្តយើងបាទគឺរាយប៉ាយពេញទៅលើផ្លូវនេះកម្លាំងសមត្ថកិច្ចលើកយកមកដាក់លើសួនច្បារពុះចែកទ្រង់ផ្លូវនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ផងដែរបាទឥឡូវយើងឃើញថាកម្លាំងសមត្ថកិច្ចបានមកដល់ហើយចំណែកឯលោកតាចាបាទកំពុងតែធ្វើការសូត្រមន្តប្រោះព្រំទៅលើសពផងដែរបាទប្រិមិត្តណាបាទ
បាទឥឡូវលោកតាអាចារ្យគឺលោកកំពុងតែសូត្របាទនឹងប្រោះព្រំនៅកន្លែងសពដែលស្លាប់នៅតាមបណ្ដោយផ្លូវជាតិលេខ 6A នេះផងដែរបាទប្រិមិត្តយើងបាទគួរអាណាធម៌មែនតើសម្រាប់អ៊ំប្រុសដែលចេញពីកន្លែងបាទមើលដីបាទឲ្យគេណាចេញមិនទាន់ដល់ផ្សារដែលគាត់ត្រូវយកព្រីងបាទយកទៅលក់ផងគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតបាទបុកពេញទំហឹងបណ្ដាលឲ្យស្លាប់បាទយ៉ាងអនាធមហើយសូមបញ្ជាក់ទីតាំងកន្លែងកើតហេតុនេះគឺនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចន្លោះស្ពានបាទលេខ 9 និងលេខ 10 ដែលស្ថិតនៅក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបាទឥឡូវសាកសពត្រូវកម្លាំងសមត្ថកិច្ចបាទរៀបចំលើកដាក់សពចូលទៅក្នុងថង់ស្លាស្ទិកដើម្បីយកទៅយើងអត់ទាន់ដឹងថាយកទៅវត្តណាទេបាទប្រិមិត្តបាទចំណាយអ៊ំប្រុសនិងអ៊ំស្រីនេះគឺមិនមានកូនមានចៅទេបាទប្រិមិត្តយើងបាទឥឡូវនេះគឺគាត់បានស្លាប់បាត់បង់ជីវិតទៅហើយបាទប្រិមិត្តបាទហើយសូមពុកម៉ែបងប្អូនយើងបាទបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបាទករណីគ្រោះថ្នាក់ចរាចរណ៍សឹងតែជារៀងរាល់ថ្ងៃបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតបាទស្លាប់និងរបួសជារៀងរាល់ថ្ងៃតែម្ដងបាទអាណាធមទៅដល់អ៊ំប្រុសដែលគាត់ធ្វើដំណើរចេញពីច្រកកន្លែងគាត់រស់នៅបាទតែអកុសលក៏មិនបានចេញមកមិនបានប្រមាណម៉ែត្រផងបាទប្រិមិត្តយើងបណ្ដាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍បាទត្រូវម៉ូតូមួយគ្រឿងទៀតបុកស្លាប់យ៉ាងអនាធមតែម្ដងបាទអ៊ំប្រុសមានវ័យទៅតែ40ឆ្នាំអធិស្ឋាន50ឆ្នាំជាងបាទប្រិមិត្តយើងហើយមុខរបររបស់គាត់គឺនៅមើលដីឲ្យគេបាទប្រិមិត្តណាហើយនៅក្នុងដីហ្នឹងគឺមានដើមព្រីងមានអីចឹងទៅតាមបញ្ជាក់ពីប្រពន្ធរបស់គាត់ណាបេះព្រីងនិងត្រប់វិញ្ញោយកទៅលក់នៅផ្សារប្រែកចាញបាទដើម្បីដឹកព្រីងនិងត្រប់វិញ្ញោណាបាទដើម្បីយកទៅលក់ផ្សារប្រែកចាញដើម្បីជីវភាពរបស់គាត់បាទតែអកុសលជីចេញពីកន្លែងគាត់បាទមើលដីឲ្យគេហ្នឹងឆ្លងមកផ្លូវជាតិលេខ 6A បាទចន្លោះស្ពានលេខ 9 និងលេខ 10មិនទាន់បានទៅដល់ផ្សារប្រែងចាញផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតបាទបុកពេញទំហឹងបណ្ដាលឲ្យអ៊ំប្រុសបាទស្លាប់យ៉ាងអនាធមតែម្ដងបាទឥឡូវយើងឃើញថាសាកសពត្រូវបានកម្លាំងសមត្ថកិច្ចនៅផ្នែករដ្ឋបាលប៉ុស្តិ៍សហការជាមួយនឹងកម្លាំងបាទសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោកនៅខណ្ឌជ្រោយចង្វាបានលើកសាកសពបាទអ៊ំប្រុសដាក់ទៅក្នុងរថយន្តដើម្បីយកទៅបាទបូជាយើងអត់ទាន់ដឹងថានៅវត្តណាទេបាទប្រិមិត្តនៅនេះមានវត្តបាក់ខែងមួយទេបាទអាចនឹងយកទៅតម្កល់នៅវត្តបាក់ខែងដើម្បីបូជានិងធ្វើបុណ្យតាមប្រពៃណីផងដែរបាទហើយចឹងសូមជួយ share និងចែករំលែកបាទម្នាក់មួយផងបាទពុកម៉ែបងប្អូនយើងហើយអ៊ំប្រុសនិងអ៊ំស្រីនេះគឺគាត់មិនមានកូនមានចៅអីទេបាទហើយវ័យរបស់គាត់នោះវ័យ50ឆ្នាំជាងហើយជិត60ឆ្នាំហើយបាទប្រិមិត្តយើងបាទគួរអាណាធមមែនតើហើយយើងឃើញហើយគឺគាត់មានវ័យចំណាស់ជាង50ឆ្នាំនេះបាទគឺមិនមានកូនមានចៅអីទេបាទប្រិមិត្តហើយក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រូវរថយន្តអធិស្ឋានត្រូវម៉ូតូយើងអត់ដឹងថាម៉ូតូប្រភេទអីទេបាទប្រិមិត្តដោយសារកម្លាំងសមត្ថកិច្ចត្រូវយកម៉ូតូទាំងពីរគ្រឿងនេះរក្សាទុកនៅឯអធិការដ្ឋាននគរបាលនៅខណ្ឌជ្រោយចង្វាបាទដើម្បីរងចាំការដោះស្រាយពីភាគីម្ខាងទៀតបាទប្រិមិត្តណាបាទឥឡូវសាកសពយើងឃើញហើយកម្លាំងសមត្ថកិច្ចបាទផ្នែករដ្ឋបាលប៉ុស្តិ៍សហការជាមួយនឹងកម្លាំងសមត្ថកិច្ចបាទផ្នែកចរាចរណ៍ផ្លូវគោកនៅខណ្ឌជ្រោយចង្វាលោកបានជួយដឹកបាទសាកសពអ៊ំប្រុសយកទៅតម្កល់អាចនឹងវត្តបាក់ខែងហើយបាទប្រិមិត្តយើងណាបាទ
បងសពយកទៅណាវត្តបាក់ខែមកណាបាទអូបាទប្រិមត្តយើងកម្លាំងសមត្ថកិច្ចរបស់យើងលោកបានបញ្ជាក់អញ្ចឹងគឺសាកសពយកទៅតម្កល់នៅឯវត្តបាក់ខែដើម្បីបូជានិងយកធ្វើបន់តាមប្រពៃណីនៅឯវត្តបាក់ខែបាទប្រិមត្តណាបាទហើយក៏កោតសរសើរទៅដល់បងនៃកម្លាំងសមត្ថកិច្ចបាទក្នុងខណ្ឌជ្រោយចង្វាគឺលោកបាទជួយទៅដល់បងប្អូនជាប្រវត្តិដែលគាត់មានការខ្វះខាតដូចជាអ៊ំប្រុសអញ្ចឹងបាទដែលគាត់គ្មានកូនគ្មានចៅគ្មានទីពឹងពាក់បាទអញ្ចឹងគឺកម្លាំងសមត្ថកិច្ចរបស់យើងចំណាយបាទកម្លាំងនិងថវិកាផ្ទាល់អង្គភាពរបស់គាត់ដើម្បីជួយទៅដល់អ៊ំប្រុសអ៊ំស្រីដែលអ៊ំប្រុសបានស្លាប់បាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ 6A នេះផងដែរបាទអញ្ចឹងអរគុណច្រើនសម្រាប់ប្រិយមិត្តទស្សនិកជនយើងដែលចំណាយពេលវេលាបាទដ៏មានតម្លៃរាល់ការតាមដាននិងរាល់ការផ្សាយបាទចេញពីអង្គភាពយើងខ្ញុំដូចជាខ្ញុំបាទព័ត៌មានមួយរួមទាំងក្រុមការងារទាំងអស់ក៏សូមលំអោនកាយនិងគោរពលា